ស្វាគមន៍អ្នកក៏និយមគ្រប់ក្រុមគ្រប់បកទាំងអស់គ្នាសារជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាយរឿងបល្ល័ង្កត្រាអធិរាជភាគទី83ដែលជាភាគបន្តរបស់យើងដែលចាប់ផ្ដើមឡើងដោយហើយឈិនបានមករាយការណ៍ប្រាប់ទៅកាន់ម្ចាស់សម្ព័ន្ធប្រតិជាហាននិងប្រតិជាយ៉ាងដឹងនៅព័ត៌មានតាក់ទងជាមួយនឹងជីឡៃខសឹកហើយក៏ភ្ញាក់ផ្អើលមែនទែនឥឡូវថែមទាំងជ្រើសរើសនៅបុត្រានៃពន្លឺរបស់ពួកយើងឡងហៅឈិនធ្វើជាអ្នកបន្តវេនរបស់គេទៀតផងប្រតិជាហានក៏បានសួរថាលោកម្ចាស់យ៉ាងមើលទៅមុខលោកដូចជាបារម្ភខ្លាំងណាស់ព្រមទាំងរំលឹកថាតែគេគឺជាបិសាចមិនអាចនៅជាមួយនឹងហៅឈិនបានមែនទេប្រតិជាយ៉ាងបានកវីក្បាលព្រមទាំងប្រាប់ថាគាត់ក៏បានឆែកមើលនៅបទភ្លេង Eternal ដែលហៅឈិនបានរំលឹកវាគឺគ្មានចំហាយបិសាចនៅខាងក្នុងនោះទេលើពីនេះទៅទៀតវាគឺមានតែចំហាយពណ៌សដ៏បរិសុទ្ធហើយគឺស្ទើរតែគ្មានដែនកំណត់តែតាមសមត្ថភាពរបស់គាត់ក៏មិនអាចដឹងច្បាស់នោះដែរវាគឺពិតជាអាចកំបាំងចឹងហើយក៏មានតែឡងហៅឈិននោះទេដែលគេអាចស្វែងរកនៅអាចកំបាំងនោះដោយខ្លួនឯងហៅឈិនបានធ្វើការគោរពព្រមទាំងប្រាប់ថាគាត់មិនភ្លេចថាគាត់គឺជាអ្នកណានោះទេហើយបើសិនជាមានធម្មពលអ្វីអាចប៉ះពាល់ទៅដល់មនុស្សលោកគាត់គឺនឹងកាត់ផ្ដាច់វាភ្លាមប្រតិជាយ៉ាងបានសរសើរថាល្អខ្លាំងណាស់ក៏ប៉ុន្តែការពិតនៅក្នុងអតីតវាគឺពិតជាពិបាកនឹងបកស្រាយហើយគាត់ក៏ជឿជាក់ទៅលើចិត្តរបស់ហៅឈិនប្រតិជាហានក៏បានប្រាប់ហៅឈិនថាលើកលែងតែអ្នកចិត្តស្និទ្ធបំផុតបើមិនចឹងនោះទេហាមបង្ហាប់នៅរឿងនេះឲ្យទៅកាន់អ្នកផ្សេងដឹងមានអ្វីខុសប្រក្រតីគឺត្រូវតែរាយការណ៍ប្រាប់គាត់បន្ទាន់ហៅឈិនរបស់យើងក៏បានទទួលបញ្ជារួចហើយក៏បានរាយការណ៍នៅព័ត៌មានមួយទៀតគាត់ទទួលបានដែលតាក់ទងជាមួយនឹងក្រុមបិសាចចង់វាយលោកនៅបន្ទាយសិនណានដើម្បីទៅឋានសួគ៌សម័យសម័យហៅឈិនក៏បានសួរហើយថាតាមពិតទៅវាគឺជាអ្វីទៅហើយតើហេតុអ្វីបានជាបិសាចចង់បានវាម្លេះប្រតិជាយ៉ាងក៏បានប្រាប់ថាវាគឺជាលំហវេទមន្តដែលមាននៅវត្ថុទៅពីបុរាណជាច្រើនហើយ100ឆ្នាំបើកតែម្ដងប៉ុណ្ណោះពេលវេលាមកដល់មនុស្សក៏នឹងបញ្ជូននៅជើងខ្លាំងឲ្យទៅរករកហើយវត្ថុទៅដែលទទួលបានកាលពីមុនភាគច្រើនគឺជាចង្គៀងវិញ្ញាណដែលគ្មានតម្លៃអ្វីសម្រាប់ពួកបិសាចនោះទេឃើញពួកគេចង់បានដូច្នេះក៏មិនយល់ថាហេតុអ្វីដែរប្រតិជាហានក៏សួរថាពួកគេចង់លួចនៅប្រភពព្រមទាំងធ្វើឲ្យពួកយើងទន់ខ្សោយមែនទេហើយឈិនក៏ភ្ញាក់ផ្អើលប្រតិជាក៏បានគិតទៀតថាបើសិនជាគាត់បានស្មានមិនខុសនោះទេវាមិនមែនជារឿងតូចតាចនោះឡើយគាត់គឺត្រូវប្រញាប់ទៅកាន់មន្ទីរសិនណានដើម្បីរៀបចំនៅដែនការពារក្លេកមកកាន់ហៅឈិនដែលចេញមកវិញក៏នៅតែគិតអញ្ចឹងថាតើស្ដេចបិសាចចង់បានអ្វីពីក្នុងនោះទៅតែមិនថាយ៉ាងណាពួកយើងគឺមិនអាចឲ្យធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់គេនោះទេបន្តមកទៀតហៅឈិនក៏បានទៅជួបជាមួយនឹងមិត្តរួមក្រុមយីងអើក៏បានសួរហើយថាថ្នាក់ដឹកនាំពិតអត់ថាសម្ព័ន្ធឲ្យពួកយើង40ម៉ឺនបន្ទុកដើម្បីជាការប៉ះពើនោះហៅឈិនប្រាប់ថាត្រឹមត្រូវហើយគាត់ក៏បានបែងចែករួចរាល់ហើយក្រុមទាំងពីរពិនិត្យរួចគឺពិតជាសប្បាយចិត្តជាខ្លាំងថ្នាក់ដឹកនាំស៊ូក៏បានប្រាប់ថាដំណើរលើកនេះគឺពឹងពាក់ទៅលើលោកទាំងស្រុងហើយបើសិនជាលើកក្រោយមានកិច្ចសហការដទៃទៀតដែលត្រូវការនោះកុំភ្លេចអីសោះពួកយើងក៏នៅរងចាំជានិច្ចម្នាក់ក៏ដូចគ្នាដែរពីព្រោះថាលទ្ធផលគឺពិតជាល្អហើយឈិននៅពេលនេះក៏ឆ្ងល់ព្រោះថាឆៃអើក៏ដឹងថានាងកំពុងតែសម្រាកចុះពីអ្នកនោះទៅណាទៅហើយឈិននិយាយស៊ឺម៉ាឈិនក៏ចាប់ផ្ដើមឆ្ងល់តែម្ដងមិនដឹងថាបាត់ពួកគេទៅណាហើយក៏លេខទៅកាន់ពីរអ្នកដែលបាត់នឹងតែគ្មាននរណាផ្សេងនោះទេគឺជាលីនស៊ីនជាមួយនឹងស៊ីនអើនឹងហើយលីនស៊ីនបានសង្កត់នាងពីលើព្រមទាំងហៅនាងថាក្បាលកលែនធំទៀតហើយស្រ័យទៀតថានាងគឺត្រូវតែទទួលខុសត្រូវស៊ីនអើសួរថាទទួលខុសត្រូវអ្វីទៅលីនស៊ីនក៏បានប្រាប់ថាគេគឺជាអ្នកបន្តវេននៃប្រាសាទវេទមន្តហើយក៏ជាអ្នកដែលមាននៅទេពកោសល្យជាងគេក្នុងប្រវត្តិសាស្ត្រគឺជាបុរសក្នុងក្តីសុបិនរបស់នារីរាប់ម៉ឺននាក់ហើយស្នាមថោកដំបូងនៃបុរសសង្ហាដូចជាលោកម្ចាស់លីនស៊ីនបដូរទៅជាយមម្ដងខ្ញុំមិនគិតថានាងយកវាទៅសស៊ីនអើលើងចាំងហើយចាប់ញ៉ាំងស្លជាថាលោកគឺគ្រាន់តែជាព្រិននារីទេហើយលោកគិតថាវាគ្រាន់តែជាស្នាមថោកដំបូងរបស់លោកមែនទេលីនស៊ីនក៏បានប្រាប់ហើយថាស្នាមថោកដំបូងគឺពិតជាមានតម្លៃណាស់សម្រាប់មនុស្សប្រុសចង្អុលផងស្រែកផងឲ្យនាងគឺត្រូវតែទទួលខុសត្រូវស៊ីនអើចាប់ផ្ដើមមុំម៉ៅផ្លែតស្រែកថាខ្ញុំមិនទាន់ឲ្យលោកទទួលខុសត្រូវផងលោកឲ្យខ្ញុំទទួលខុសត្រូវលោកមុនហើយបញ្ចេញដាវប្រាប់ថាមិនដែរមកចង់ឲ្យទទួលខុសត្រូវបែបម៉េចហើយលីនស៊ីនឃើញចឹងប្រាប់ថាទុកដាវរបស់នាងសិនទៅតែមិនអាចទុកបាននោះទេដាវខ្ញុំក៏ជាប់ទៀតហើយស៊ីនអើនិយាយឲ្យថា100ថ្ងៃលីនស៊ីនក៏ភ្ញាក់ផ្អើលថានាងចង់ធ្វើជាអ្នកបម្រើខ្ញុំ100ថ្ងៃដើម្បីប៉ះប៉ូវនៅស្នាមថោកដំបូងខ្ញុំមែនទេតែស៊ីនអើប្រាប់ថាលោកនោះទេដែលត្រូវបម្រើខ្ញុំព្រោះថាវាក៏ជាស្នាមថោកដំបូងរបស់ខ្ញុំដូចគ្នាលេងចឹងលីនស៊ីនក៏ភ្ញាក់ផ្អើលព្រមទាំងគិតឡើងវិញថាគាត់គួរតែដឹងយូរណាស់ហើយព្រោះថាចាស់នឹងមានពីណាគេយកធ្វើជាសង្សារទៅមើលចុះមើលឡើងក៏នៅតែមើលបបោមាត់របស់ស៊ីនអើទៀតហើយក៏ដូចជាប្រាប់ថាស្នាមថោកដំបូងរបស់គេគឺមានតម្លៃ500ថ្ងៃឯណោះស៊ីនអើប្រាប់វិញថាស្នាមថោករបស់នាងគឺ1000ថ្ងៃស្របគ្នានោះឃើញថាគ្នាដទៃទៀតក៏បានមកដល់ស្ដាប់អ្នកទាំងពីរចរចាគ្នារហូតដល់តម្លៃ3000ថ្ងៃឡើងទៅដល់5000ថ្ងៃក៏ដូចជា10000ថ្ងៃលីនស៊ីនទ្រាំលែងបានហើយដែលចូលទៅនិយាយថាអញ្ចឹងខ្ញុំគឺនឹងឲ្យនាងសងពេញមួយជីវិតក្រោយពេលលើដូច្នេះមើលទៅកាន់ស៊ីនអើហាក់បីដូចជារំភើបចិត្តយ៉ាងម៉េចមិនដឹងនោះទេអ្នកទាំងពីរសម្លឹងភ្នែកនឹងភ្នែកបែបនេះក៏ហាក់បីដូចជាគ្មានពាក្យនឹងវិចារតទៅទៀតស្របពេលដែលក្រុមដទៃឃើញហើយគឺពិតជាសប្បាយចិត្តមែនទែនសៀវម៉ូម៉ូក៏មានតែអបអរសាទរពួកយើងអបអរជាមួយនឹងអាឡឹកនេះទៅការបើដូច្នេះជាហេតុអ្វីអ្នកទាំងពីរគឺពិតជាអៀនខ្មាស់មែនទែនសាច់រឿងពេលនេះការទៅដល់ឆៃអើនៅក្នុងបន្ទប់ឃើញថាយុទ្ធសាស្ត្ររបស់នាងក៏នៅតែពិបាកក្នុងការគ្រប់គ្រងហើយឈិនមកដល់សួរថាតើនាងយ៉ាងម៉េចទៅហើយនាងសរសេរប្រាប់ថាមិនអីនោះទេបើទោះបីជាពេលនេះនាងបាត់បង់នៅវិញ្ញាណដល់តែ3ក៏ដូចជាជាប់នៅក្នុងភាពខ្មៅងងឹតតែនាងអាចផ្ដោតអារម្មណ៍កាន់តែខ្លាំងទៅលើធម៌ពលនៃដាវចាប់ជាតិកាលពីដំបូងនាងគឺចង់ដឹងកាន់តែច្រើនពីវិន័យនៃធម៌ពលការចាប់ជាតិនោះតែថ្មីនេះនាងយល់ថាដូចជាចំហាយពិឃាតនៃដាវមុតស្រួយនៅក្នុងដាវចាប់ជាតិមួយនេះហើយឈិនលើពីធម៌ពលដាវក៏ឆ្ងល់ផងដែរឆៃអើក៏បានប្រាប់ថាវាបន្សល់ទុកតាំងពីក្មេងនៃការចាប់ជាតិចំនួនមុនគេគឺជាម្នាក់ដែលបានបង្កើតនៅនីតិនៃមនុស្សម្នាក់ដើម
មួយដើមដែលអាចបដូរនៅអធិរាជអាទិទេពបិសាចហើយនាងក៏សង្ឃឹមថាអាចគ្រប់គ្រងដាវនេះបានផងដែរនាងប្រាប់ទៅកាន់ហៅឈិនទៀតថាចង់ទៅប្រាសាទខេត្តកោវិញដើម្បីវឹកហាត់វាគឺជាកន្លែងដែលល្អស័ក្តិសមដើម្បីឲ្យនាងវឹកហាត់នៅធម្មពលចាប់ជាតិនាងនៅទីនេះត្រឹមតែជាឧបសគ្គសម្រាប់គាត់តែប៉ុណ្ណោះតែហៅឈិនរបស់យើងគ្រាន់តែលេងចឹងប្រញាប់អោបនាងផ្លែថានាងមិនមែនជាឧបសគ្គសម្រាប់គាត់នោះទេហើយគាត់ក៏មិនចង់បែកពីនាងដែរស្របគ្នាហៅឈិនក៏ចាប់ផ្ដើមនឹកឃើញពីបន្តោងដែលយីឡៃខឹសបានប្រគល់ឲ្យអញ្ចឹងគាត់ដឹងហើយថាមានកន្លែងមួយទៀតដែលស័ក្តិសមលើនឹងទៅទៀតរួចបាននាំឆៃអើចូលមកខាងក្នុងនាងឆ្ងល់សួរថាកន្លែងណាទៅហៅឈិនរៀបនឹងឆ្លើយទៅហើយក៏ស្រាប់តែយីឡៃខឹសបាននិយាយហើយថាស្រមៃមើលនៅពន្លឺតូចរួមបញ្ចូលនៅភាពងងឹតដែលគ្មានទីបញ្ចប់វាគឺបានคล้ายទៅជាភ្លឺបន្តិចម្ដងហើយវាក៏ហាក់បីដូចជាផ្ទុកនៅធម្មពលដែលគ្មានទីបញ្ចប់បញ្ចេញនៅពន្លឺដ៏ខ្លាំងប្រាប់ទៀតថាពេលវេលាលំហព្រមទាំងសារធាតុទាំងឡាយគឺត្រូវបានគេនិយាយតៗគ្នាដោយមនុស្សមកពីគ្រប់ច្រកល្ហកដូច្នេះនៅក្នុងកាឡាក់ស៊ីដ៏ធំមនុស្សគឺមកពីភាពវឹកវរជាមូលដ្ឋានបន្ទាប់មកក៏មានសមត្ថភាពអាចផ្លាស់ប្ដូរនៅពិភពលោកហើយបើទោះបីជាដូច្នេះពួកគេក៏នៅតែឆ្ងាយពីការពិតនៃអាថ៌កំបាំងពួកគេក៏នៅតែមិនទាន់អាចស្វែងយល់ហេតុអ្វីគ្រប់យ៉ាងចាប់ផ្ដើមពីចំណុចនៃពន្លឺតូចស្របពេលដែលពន្លឺតូចមួយបានមករកហៅឈិនយល់ហើយក៏ក៏បានប្រាប់ថាក៏ប៉ុន្តែយើងគឺបានរកឃើញនៃចម្លើយហើយវាគឺជាវិន័យវាគឺជារលកហើយក៏ជាបទភ្លេងអមតៈផងដែរនិយាយទៀតថាឡងហៅឈិនសោះសម្លាញ់នេះគឺជាកេរដំណែលរបស់គ្រូវិន័យក៏ដូចជាចម្លើយនៃពិភពលោកគ្រូគឺបានទុកវាគ្រប់យ៉ាងនៅទីនេះរងចាំឯងដើម្បីបើកវាបន្តិចម្ដងយើងនឹងរងចាំឯងនៅក្នុងការលងលក់ដល់វែងឡាយរងចាំឯងឈានទៅដល់កំពូលនៃប្រាសាទគ្រូគឺនឹងរងចាំឯងនៅទីនោះដល់ពេលនោះពួកយើងគឺនឹងជាកំពូលនៅក្នុងពិភពលោកវយឈ្មោះរបស់ពួកយើងមិនលើឡើងនៅក្នុងចក្រវាឡឲ្យដូចជាបទភ្លេងដែលពីរោះស្រស់ស្អាតបំផុតសំឡេងជាឡៃខសឹករសាត់បាត់ទៅឆៃអើក៏បានសរសេរថាមើលទៅហៅឈិនដូចជាទទួលបាននៅអំណោយដ៏មានតម្លៃមួយហៅឈិនក៏ប្រញាប់សួរថាសម្ដីមុននេះបន្តិចនាងបានឮមែនទេឆៃអើបានតបថាត្រឹមត្រូវហើយក៏ពិតជាចម្លែកណាស់នាងគឺមិនត្រឹមតែអាចស្ដាប់ឮនោះទេថែមទាំងដឹងនៅអ្វីដែលបានកើតឡើងនៅក្នុងទីនេះពីមុនមកទៀតផងយីឡៃខសឹកក៏ប្រហែលជាមនុស្សដ៏កម្រម្នាក់ហើយហៅឈិននៅពេលនេះក៏ចាប់ផ្ដើមគិតពីសម្ដីរបស់យីឡៃខសឹករួចក៏បានទៅប្រាប់ឆៃអើថានៅទីនេះគឺអាចឲ្យនាងព្យាបាលរបួសបានធ្វើការផ្លាស់ប្ដូរនៃការរៀបចំនៅទីនេះហើយបានប្រាប់ទៅកាន់ឆៃអើទៀតថាមិនថាពេលណាក៏ដោយឲ្យតែនាងត្រូវការគាត់គឺនឹងនៅក្បែរនាងជារៀងរហូតឆៃអើបានប្រាប់ទៅវិញថាកុំបារម្ភអីនាងគឺនឹងរឹងមាំហៅឈិនក៏បានរៀបចំនៅផ្កាក្រអូបជាច្រើនជាហេតុធ្វើឲ្យឆៃអើនាងដឹងថាគឺពិតជាក្រអូបខ្លាំងណាស់ហើយហៅឈិនក៏គិតថាវឹកហាត់នៅទីនេះក៏នឹងអាចធ្វើឲ្យនាងរីករាយជាងមុនឃើញហៅឈិនធ្វើរឿងជាច្រើនដើម្បីនាងបែបនេះឆៃអើក៏រំភើបចិត្តមែនទែនហើយអ្នកទាំងពីរក៏បានអោបគ្នាហៅឈិនក៏បានប្រាប់ថាដើម្បីនាងគាត់គឺត្រូវតែខ្លាំងជាងនេះបន្តមកទៀតហៅឈិនក៏បានទៅមើលនៅកូនរ៉ូបតឃើញគេកំពុងតែឆ្លាក់អ្វីមួយយ៉ាងសួរថាតើឯងធ្វើអ្វីហ្នឹងគេភ្ញាក់ខ្លាំងពេកក៏បានធ្លាក់ចុះមកហៅឈិនប្រញាប់ទទួលឡើងទៅវិញរួចហើយគេក៏បានគោរពលោកម្ចាស់ណែនាំខ្លួនគេគឺជាសៀវសៀវលេខ1កំពុងតែឆ្លាក់នៅរូបសំណាករបស់ហៅឈិនព្រោះថាលោកម្ចាស់ជាឡៃខាសិកក៏បានសន្យាហើយថានឹងទុកនៅគេដំណើររបស់សិស្សគាត់ក្នុងប្រវត្តិសាស្ត្រហៅឈិនក៏ដឹងដែរថាបជាឡៃខាសិកនឹងគឺចូលចិត្តណាស់រឿងចឹងក៏ដូចជាឲ្យសៀវសៀវលេខ1បញ្ជូនគាត់ទៅធ្វើការសាកល្បងគេក៏បានឆ្លើយប្រាប់ថាគឺពិតជាបានហើយប្រាសាទអមតៈនេះបានបែងចែកជា7ជាន់បន្ទាប់ពីឆ្លងកាត់នៅជាន់មួយនេះគឺច្បាស់ជាអាចទៅដល់ជាន់ទី1នៅទីនោះអាចនឹងទទួលបាននូវវត្ថុទៅពីយីឡៃខាសិកលេងចឹងហើយហៅឈិនក៏ចាប់ផ្ដើមនឹកឃើញនៅពាក្យសម្ដីរបស់យីឡៃខាសិកដែលថាគាត់អាចទទួលបាននៅអ្នកការពារពិសិដ្ឋទាំង12ទាហានដែលមិនចេះស្លាប់ក៏ដូចជាទឹកដីនៃនគរមិនចេះស្លាប់ទាំងមូលទៀតផងតែដំបូងហៅឈិនក៏ដឹងហើយថាគាត់គឺត្រូវតែឆ្លងកាត់នៅការសាកល្បងលើកដំបូងសិនចូលមកដល់ខាងក្នុងហើយហៅឈិនស្ដាប់លើនឹងសំឡេងចៃម្នាក់ដែលបានរៀបរាប់ពីវិន័យអ្វីដែលអាចប្រើប្រាស់បានអ្វីដែលមិនអាចរួចហើយក៏ចាប់ផ្ដើមរាប់ថយក្រោយភ្លាមនោះផងដែរឃើញថាដៃគូប្រកួតរបស់ហៅឈិនគេគឺជាអ្នកប្រយុទ្ធការពារពួកគេម្នាក់ប្រើប្រាស់នៅល្បឿនដ៏លឿនសម្រុកទៅហៅឈិនរបស់យើងទប់ចុះទប់ឡើងក៏ដឹងហើយថាពួកគេគឺសុទ្ធតែជាកម្រិតកំពូលនៃ level 5ហើយមូលដ្ឋានរបស់គេគឺពិតជាច្បាស់ការបើដូច្នេះហៅឈិនក៏ពិបាកនឹងទប់ទល់ជាមួយនឹងពួកគេផងដែរកិច្ចចុះកិច្ចឡើងរងចុះរងឡើងពួកគេក៏នៅតែដេញចុះដេញឡើងជាពិសេសទៀតនោះគឺជាការសហការរបស់ពួកគេពិតជាល្អឥតខ្ចោះឥឡូវនេះគាត់គឺត្រូវតែរកមធ្យោបាយបដូរពួកគេម្ដងមួយខ្ទៀតទៅម្ដងទៀតហៅឈិននិយាយហើយថាពួកយើងប្រៀបធៀបគ្នាទៅថាតើការសហការរបស់ឯងល្អឬមួយក៏ជាអ្នកប្រយុទ្ធគូរបស់យើងខ្លាំងជាងរួចកាន់នៅដើររបស់គាត់សម្រុកចូលទៅវាយចុះវាយឡើងធាក់ចុះធាក់ឡើងហៅឈិនកិច្ចផងរងផងហក់កាប់ផងក៏ដូចជាគិតទៀតថាធម្មពលវិញ្ញាណរបស់គាត់កើនឡើងទៅដល់ level 5កំពូលដូចគ្នាមានជំនួយពីដើររបស់គាត់ទៀតគាត់ក៏មានប្រៀបជាងពួកគេទាំងពីរឆ្ងាយណាស់វាយចុះវាយឡើងឃើញថាពីរអ្នកនោះក៏ហាក់បីដូចជាទប់ទល់លែងចង់ជាប់ទៅហើយខណៈពេលដែលគេខ្ទៀតទៅហៅឈិនរបស់យើងក៏ចាប់ផ្ដើមប្រើប្រាស់នៅរន្ទះដើរពន្លឺព្រះអាទិត្យគេក៏ព្យាយាមគេចេញហៅឈិនហោះឡើងទៅខាងលើប្រើប្រាស់នៅរន្ទះដើរបង្វិលពីខៀតឃុំគេជាប់ក្នុងនឹងហើយមិនទុកយូរនោះទេប្រើប្រាស់នៅល្បឿនដ៏លឿនបង្ហាញខ្លួនកាប់ចុះកាប់ឡើងក៏ដូចជាលោតកាប់ពេញទំហឹងបញ្ចេញនៅដើមមួយទៀតគប់ដើម្បីកុំឲ្យគ្នាគេមកជួយទាន់ហោះឡើងទៅខាងលើប្រើប្រាស់នៅអាល់ធីមេតរបស់គាត់ចាត់ការមួយនៅពេលនេះសល់តែម្នាក់តែប៉ុណ្ណោះក៏ដល់ពេលដែលត្រូវវាយមួយទល់មួយស្របគ្នានោះក៏ស្រាប់តែមានចំហាយខ្មៅមួយមករកហៅឈិនឆ្ងល់មែនទែនថានេះគឺជាយកដើរទៅប៉ះក៏ដឹងហើយថាវាគឺជាការប្រើប្រាស់នៅចំហាយដើរខ្លាយទៅជាធម្មពលបិសាចហើយវាក៏ជាទម្រង់លំហអសុរាផងដែរបន្តមកទៀតក៏ប្រើប្រាស់នៅរន្ទះដើរដ៏ខ្លាំងជាងគេគ្មានធម្មតាស្និតមួយនេះផងដែរគឺមានឈ្មោះថារន្ទះដើរអសុរាជាលទ្ធផលដូចជាអ្វីដែលអ្នកក្លាហានទាំងអស់
គ្នាបានឃើញអញ្ចឹងគឺពិតជាប្រើការបានផលមែនក៏ប៉ុន្តែយើងក៏មិនទាន់ដឹងថាហើយឈានដំណាក់កាលទី2នឹងជួបប្រទះនៅអ្វីខ្លះទៀតផងនោះសាច់រឿងក៏ស្រាប់តែស្លេះតែត្រឹមនេះឯងជាចុងក្រោយអរគុណទៅកាន់អ្នកកូននិយមគ្រប់ក្រុមគ្រួសារដែលតែងតែគាំទ្រអធិស្ឋានសម្រាប់កំហុសខុសឆ្គងអេមីននឹងវិលត្រឡប់មកជួបអ្នកខ្លះទាំងអស់គ្នាក្នុងការសម្រាយរឿងជាបន្តបន្ទាប់ខណៈពេលនេះផងដែរអេមីនបាយបាយ